ប៉ារបស់ខ្ញុំជាមេធំមានបងប្អូនកូនចៅមានទ្រព្យសម្បត្តិរាប់ពាន់លានតែខ្ញុំជាកូនប្រុសបែរជាមិនដឹងអីរហូតដល់ថ្ងៃមួយខ្ញុំសុកចិត្តញ៉ាំមីទើបសន្សំលុយបានដើម្បីទៅណាត់ជួបសង្សារឈ្មោះនៅនេះរងចាំយូរហើយមែនទេភោជនីយដ្ឋានបែបនេះសម្រាប់ខ្ញុំគឺជារឿងធម្មតាណាស់នេះប្រហែលជាខោអាវដែលស្អាតបំផុតរបស់បងហើយមែនថ្ងៃនេះជាខួប1ឆ្នាំដែលយើងតាក់ទងគ្នាតែបងសំបីតែរបៀបញ៉ាំសាច់គោអាំងក៏មិនចេះដែរយើងមិនមែនជាមនុស្សក្នុងពិភពតែមួយទេយប់ជ្រៅហើយយើងត្រឡប់ទៅវិញចុះសិនយ៉ានយើងបញ្ចប់ត្រឹមនេះចុះលោកបើលោកមិនញ៉ាំទេខ្ញុំសូមរៀបចំទៅវិញហើយខ្ញុំអនុញ្ញាតឲ្យនាងរៀបចំទៅនៅខ្ញុំសួរនាងនេះគឺជាសេវាកម្មរបស់ភោជនីយលោកជួយទូទាត់លុយមុនបានទេបើមិនអញ្ចឹងទេយើងនឹងហៅអ្នកគ្រប់គ្រងមកដោះស្រាយមកលុយប៉ុណ្ណឹងខ្ញុំរកឯណាបានទៅមានរឿងអីប៉ាខ្ញុំធ្វើបែករបស់គេឲ្យគ្មានកញ្ញាអាហារនិងសម្ភារៈលោកម្ចាស់តាមតម្លៃស្តង់ដារពុករួមទាំងកែវដែលបែកប្រហែល 10,000 យ៉ននេះ 12,000 យ៉នកូនប្រុសខ្ញុំត្រូវគេធ្វើបាបនៅថ្ងៃនេះខ្ញុំសង10 ដងនៃតម្លៃទីផ្សារលោកម្ចាស់ខ្ញុំគ្មានសិទ្ធិទទួលទេខ្ញុំត្រូវហៅម្ចាស់ហាងមកហៅមកលោកសិនកូនប្រុសខ្ញុំត្រូវគេបោះបង់ចោលនៅហាងអ្នកគ្រាន់តែបែកកែវមួយក៏បង្ខំឲ្យគេទូទាត់លុយដែរលោកសិននេះជាកំហុសក្នុងការគ្រប់គ្រងរបស់យើងខ្ញុំនឹងដោះស្រាយរឿងនេះជូនលោកនៅយប់នេះកូនអ្វីចប់សពគ្រប់ហើយនេះជាប៉ារបស់ខ្ញុំប៉ាដែលជិះម៉ូតូកង់3ទៅផ្សាររាល់ថ្ងៃប៉ាដែលសំបីតែបើកម៉ាស៊ីនត្រជាក់ក៏ស្ដាយលុយភោជនីយដ្ឋាននេះជាកម្មសិទ្ធិរបស់សន្តាគារ Blue Moon ហើយសន្តាគារ Blue Moon គឺជារបស់ត្រកូលសិនយើងប៉ានេះពិតជាសន្តាគារ Blue Moon របស់ផ្ទះយើងមែនទេសន្តាគារលំដាប់ខ្ពស់បំផុតក្នុងក្រុងឡុងរាល់ពេលជួបជុំមិត្តភក្តិគេតែងតែណាត់គ្នានៅទីនេះខ្ញុំគ្រាន់តែដើរកាត់មុខក៏មានអារម្មណ៍ថាខ្លួនឯងតូចទាបដែរត្រឡប់ទៅផ្ទះវិញទៅលែងបាច់មកធ្វើការទៀតហើយខ្ញុំស្ទើរតែបាត់បង់ការងារព្រោះតែឯងសូមអញ្ជើញលោកម្ចាស់និងលោកប្រុសតូចប៉ាមានរឿងប៉ុន្មានទៀតដែលលាក់បាំងខ្ញុំនៅផ្ទះមិនដែលឃើញប៉ាគោរពគេខ្លាំងបែបនេះសោះប៉ានឹងម៉ាក់នឹងទៅដើរលេងក្រៅប្រទេសនៅថ្ងៃស្អែកមុខចំនួនគ្រួសារសិនចាប់ពីថ្ងៃនេះទៅប្រគល់ឲ្យកូនពូជុងជួយណែនាំកូនប្រុសខ្ញុំឲ្យស្គាល់ការងារផងយល់ហើយខ្ញុំនឹងប្រគល់កាតនេះឲ្យអ្នកក្នុងនេះមានលុយប៉ុន្មានលុយក្នុងកណនីនេះត្រូវចេះចាយឲ្យចំកន្លែងតើកន្លែងណាដែលហៅថាគួរចាយពេលកូនជួបទុក្ខលំបាកចាយពេលមិត្តភក្តិត្រូវការជំនួយចាយពេលត្រូវដោះស្រាយបញ្ហាតែបើកូនយកវាប្រើដើម្បីអួតអាងឬគំរាមគេនោះកូនមិនស័ក្តិសមជាសមាជិកគ្រួសារសិនទេខ្ញុំចាំបានហើយសិនអានពួកយើងណាត់គ្នាមុនពេលបញ្ចប់ការសិក្សាពួកយើងរងចាំនៅមុខបាចាស់មកឲ្យតន់ណាប៉ាបុគ្គលិកម្នាក់នោះប៉ាគិតថាយ៉ាងម៉េចដែរបញ្ឈប់ពីការងារតែក្រុមហ៊ុននឹងជួយបង់ថ្លៃផ្ទះឲ្យគាត់មួយខែទៀតគ្រួសារសិនមិនត្រូវការបុគ្គលិកបែបនេះទេតែយើងក៏មិនគួរកាត់ផ្លូវរស់គេដែរមិនក៏គាត់មិនទាន់មកទៀតអូគាត់មកដល់ហើយសុំទោសផងខ្ញុំមកយឺតបន្តិចលុយតិចអង្គុយបានត្រឹមជ្រុងនេះទេអូមិនមែនសិនអានទេហេត្រូវគេបោះបង់ចោលឲ្យមកផឹកស្រាដោះស្រាយទុកមែនទេបើគេឃើញស្រាបៀរច្រើនបែបនេះគេប្រហែលជាសើចចំអកឲ្យកាន់តែខ្លាំងមើលខ្លួនឯងផងមិនចម្លែកទេដែលគេមិនចាប់អារម្មណ៍រឿងរបស់ខ្ញុំពាក់ព័ន្ធអីនឹងអ្នកស្រីស្អាតទៅផឹកជាមួយពួកខ្ញុំនៅទៅនោះល្អជាងពួកយើងទៅបន្ទប់ទឹកសិនអាមួយនេះមកនេះពួកយើងផឹកបន្តទៅកុំខ្វល់ពីគេបើគ្មានលុយកុំមកអង្គុយនៅទីនេះមកផឹកស្រាបៀរនៅបាចាស់នេះជាមួយស្រីស្អាតបន្តិចមើលបានេះមិនមែនកន្លែងដែលអ្នកចេះតែមកលេងសាច់បានទេបើអញ្ចឹងចាំខ្ញុំលេងឲ្យមើលអ្នកបម្រើបើទៅចំកណ្ដាលនោះឲ្យខ្ញុំមក លោកម្ចាស់ទៅនោះត្រូវចំណាយយ៉ាងតិច 15,000 យ៉នហាកុំទៅខ្វល់ពីវាអីវាគ្មានលុយបាក់ទេយកស្រាសម្ប៉ាញ់ទាំងអស់ក្នុងហាងនេះមកដាក់លើតុឲ្យអស់ស្រាដែលថ្លៃជាងគេគឺប្រភេទនេះឥឡូវនៅសល់50 ដបសរុបទាំងអស់ត្រូវចំណាយ 1 លានយ៉នជំរាបសួរលោកម្ចាស់ខ្ញុំជាអ្នកគ្រប់គ្រងបារនេះកាត់សម្រាប់ទូទាត់គួរឲ្យចាប់អារម្មណ៍ដែរលោកម្ចាស់ខ្ញុំសូមជូនពោមួយកែវបងសិនយ៉ានពួកយើងទៅតែទៅតុបតែងមុខមកអ្នកណាឲ្យពួកនាងមកទីនេះ
ថ្ងៃនេះមានតែនាងម្នាក់ទេដែលត្រូវនៅទៅជាមួយខ្ញុំស្រានៅទៅនេះមិនពាក់ព័ន្ធនឹងពួកនាងទេបាទនេះគេលេងបែបនេះមែនទេបងសិនយ៉ានកាលពីមុនខ្ញុំមិនដឹងរឿងលើកក្រោយបើចង់និយាយអួតអាងដាក់អ្នកដទៃត្រូវមើលខ្លួនឯងសិនថាមានសមត្ថភាពដល់កម្រិតណាបាទចេញទៅវិញទៅបងប្អូនចូលកែវខ្ញុំអាចអង្គុយទៅជាមួយអ្នកបានទេខ្ញុំឈ្មោះស៊ូជីងហ៊ួនមកពីត្រកូលស៊ូដែលរកស៊ីសន្តាគារនឹងអចលនទ្រព្យមែនទេគ្រួសារខ្ញុំនៅមានមុខចំនួនខ្លះនៅតំបន់ភាគខាងត្បូងតែត្រូវគេដណ្ដើមយកអស់ខ្លះកាលពី3ឆ្នាំមុនអ្នកមិនមែនមកទីនេះដើម្បីធ្វើមិត្តជាមួយខ្ញុំទេមែនទេបើអញ្ចឹងខ្ញុំនិយាយត្រង់ចោះត្រកូលស៊ូរបស់ខ្ញុំមានខ្សែស្រឡាយខ្លះនៅទីនេះខ្ញុំទើបតែស៊ើបអង្កេតពីអ្នកមិត្តស្រីរបស់អ្នកត្រូវកូនប្រុសត្រកូលគូដណ្ដើមយកទៅមែនទេខ្ញុំក៏មានរឿងគំនុំជាមួយត្រកូលគូដែរចុះបើពួកយើងសហការគ្នាផ្ដួលត្រកូលគូទៅបានសហការគ្នាដោយរីករាយសហការគ្នាដោយរីករាយមើលនោះនរណាគេនោះមិនមែនសិនយ៉ានទេឲ្យទោសចុះគឺសិនយ៉ានពិតមែនទូទាត់លុយ1 លានយ៉នមិនអាចទៅរួចទេគេមានលុយឯណាមកចំណាយច្រើនម្ល៉េះកំពុងមើលទូរស័ព្ទរកអ្វីគ្មានអ្វីទេត្រកូលគូនៅមិនទាន់មកដល់ផ្ទះជាផ្លូវការនៅឡើយកូនកុំធ្វើចរិតរឹងរូសដាក់ម៉ែអីត្រកូលគូមានទ្រព្យសម្បត្តិស្តុកស្តម្ភបើកូនរៀបការទៅនឹងមិនលំបាកទេម៉ាក់ការបែកគ្នារបស់ខ្ញុំនឹងសិនយ៉ានវាលឿនពេកហើយគ្រូសាសិនយ៉ានគ្រាន់តែជាអ្នកធ្វើការធម្មតាទេកូនតាក់ទងជាមួយគេ3ឆ្នាំមកហើយមិនដែលឃើញគេទិញអំណោយអ្វីសម្រុំឲ្យកូនម្ដងណាឡើយបើធៀបនឹងទ្រព្យសម្បត្តិត្រកូលគូគ្រាន់តែលុយចាយលេងក៏កូនចាយមិនអស់ពេញមួយជីវិតដែរសន្តាគារនេះលំដាប់ផ្កាយ5ណាមិនមែនអ្នកណាក៏អាចមកស្នាក់នៅបានដែរមនុស្សខ្លះគិតថាបានមកស្នាក់នៅទីនេះគឺអាចលើកខ្លួនឲ្យខ្ពស់បានមនុស្សខ្លះមានថ្មីហើយបែរជាមកជន់ពន្លិចអ្នកចាស់លឿនមែនទែនយកថ្លំពេលបារាំងស្ប៉ាគីទីសាច់ត្រីហើយនឹងសាស៊ីមីមួយឈុតមកខ្ញុំចង់ទទួលភ្ញៀវសង្សារខ្ញុំឲ្យបានល្អអ្វីដែលគេកំងយកមកឲ្យខ្ញុំ2 ដងទាំងអស់គេប្រហែលជាខឹងរឿងខ្ញុំសុំបែកភ្លាមហើយគ្មានលុយទេតែនៅធ្វើជាអួតចង់បង្ហាញសមត្ថភាពឲ្យខ្ញុំឃើញមែនទេសិនយ៉ានឈប់ទៅគ្មានលុយហើយកុំធ្វើជាអួតអីធ្វើបែបនេះកាន់តែធ្វើឲ្យខ្ញុំស្អប់អ្នកកុំទៅខឹងនឹងមនុស្សបែបនេះអីគិតទៅយើងជាអ្នកខុសចំពោះគេសិនជួយឆែកមើលវិក័យប័ត្ររបស់លោកពាក់អាវស្នូតើគាត់ត្រូវបង់ប៉ុន្មានលោកសិនតែងតែចំណាយដោយជំពាក់ប្រាក់ជានិច្ចអញ្ចឹងបញ្ចូលលុយក្នុងកណ្ឌីគាត់50000យ៉នទៅម្ចាស់សន្តាគារមកញ៉ាំអីនៅផ្ទះខ្លួនឯងបែរជាមានអ្នកក្រៅមកដណ្ដើមបង់លុយឲ្យទៅវិញលោកប្រុសរសៀលនេះមានកម្មវិធីដេញថ្លៃមួយលោកម្ចាស់ប្រាប់ថាលោកប្រុសពេញចិត្តមួយណាទិញយកទៅពួកគេក៏ទៅដែរមែនទេកូនស្រីត្រកូលស៊ូទៅដេញថ្លៃជំនួសចាស់ទុំអញ្ចឹងចាំមើលរឿងល្អមើលទាំងអស់គ្នាសូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់មកកាន់កម្មវិធីដេញថ្លៃវត្ថុបន្ទាប់គឺត្រាប្រៃសណីយ៍កំមកទូទាំងពិភពលោកនៅសល់តែ3ឈុតប៉ុណ្ណោះសម្រាប់អ្នកស្រឡាញ់ការប្រមូលវត្ថុបុរាណនេះគឺជាវត្ថុមានតម្លៃដែលពិបាករកណាស់200,000យ៉នតើអ្នកចាប់អារម្មណ៍ទេចាស់ទុំម្នាក់ចិត្តដល់ថ្ងៃខួបកំណត់ខ្ញុំបានផ្ដាំមក200,000លើកទី1 200,000លើកទី2 1 លានយ៉ន1 លាន 2.2 លានយ៉នត្រានេះជាវត្ថុដែលចាស់ទុំខ្ញុំចង់បានខ្លាំងណាស់សង្ឃឹមថាអ្នកនឹងយកយកសូមមេត្តាជួយសម្រួល3 លានលើកទី1 4 លាន5 លានទោះគាត់ដាក់ថ្លៃប៉ុន្មានក៏ដោយខ្ញុំនឹងដំឡើងថ្លៃ1 លានភ្លាមខ្ញុំដាក់6 លានតើមានអ្នកណាដាក់ថ្លៃខ្ពស់ជាងនេះទេល្អណាស់ត្រកូលសិនចង់បានមែនទេរឿងនេះខ្ញុំនឹងចងចាំទុក6 លានយ៉នព្រមព្រៀងការប្រៃសណីយ៍កំមកទាំងពីរនេះជារបស់អ្នកទិញនៅជាន់លើនេះជាបន្ទប់វេបលោកម្ចាស់នោះឲ្យខ្ញុំយកមកជូនអ្នកចាត់ទុកថាជាការតបស្នងដែលជួយចេញថ្លៃឲ្យគាត់ចាប់ពីពេលនេះទៅយើងលែងជំពាក់គ្នាហើយលោកប្រុសមានក្រុមហ៊ុនមួយចំនួនចង់ចូលក្នុងតំបន់ពាណិជ្ជកម្មរបស់ត្រកូលឡុងត្រូវការឲ្យលោកប្រុសពិនិត្យមើលក្នុងនោះមានម្នាក់ជាមិត្តរួមថ្នាក់របស់លោកប្រុសដែរឈ្មោះអ៊ូជីងឡុងខ្ញុំមិនដែលរាប់អានអ្វីជាមួយគាត់ទេក្នុងនេះមានឯកសាររបស់ត្រកូលគូដែរទើបតែចូលមកត្រកូលឡុងក៏រៀបចំឯកសាររួចរាល់ហើយកាលពី3ឆ្នាំមុននៅតំបន់ជើងណាពួកគេបានដណ្ដើមអាជីវកម្មសន្តាគាររបស់ត្រកូលស៊ូដោយរបៀបណាតើលោកប្រុសដឹងរឿងនេះដោយរបៀបណាស៊ូស៊ីនហ៊ួនជាអ្នកប្រាប់ខ្ញុំផ្ទាល់កញ្ញាស៊ូម្នាក់នោះពិតជាឆ្លាតវៃមែនលោកប្រុសចង់ទៅមើលពិព័រណ៍ការងារសិនមែនទេស៊ូនៀនវៃត្រូវបានគូឈឿនយីទិញទៅធ្វើជាអនុប្រធានក្រុមហ៊ុន
អញ្ចឹងយើងកាត់ផ្ដាច់ខ្សែរយៈនេះចោលសិនទៅបើតាមខ្ញុំគិតស៊ូនានវ័យប្រហែលជាត្រៀមផ្លូវទុកឲ្យគូស្នេហ៍ខ្លួនឯងតាំងពីយូរមកហើយខ្ញុំជាមួយសិនយ៉ានបានបែកគ្នាហើយហាហាខ្ញុំនិយាយតាំងពីដើមមកហើយមនុស្សអន់ដូចសិនយ៉ានមានសិទ្ធិអ្វីទៅសមនឹងនាវ័យគ្រាន់តែជួយឈុតស៊ុយឯកពាក់នឹកស្មានថាខ្លួនឯងជាអ្នកមានមុខមាត់មែនទេហាខ្ញុំមិនសមចុះអ្នកឯងសំដែរឬនៅសាលាអ្នកឯងហ៊ាននិយាយអួតអាងតែពេលចេញមកសង្គមខាងក្រៅជាមួយលក្ខខណ្ឌរបស់អ្នកឯងនេះសូម្បីតែញើបមុខរស់នៅក៏គ្មានភាពជឿជាក់ដែរពីពណ៌ការងារចាប់ផ្ដើមហើយសិនយ៉ានចង់មកសម្ភាសការងារនៅក្រុមហ៊ុនខ្ញុំទេកំពុងខ្វះអ្នកបោះសម្អាតបន្ទប់ទឹកម្នាក់ហាមិត្តរួមថ្នាក់ស៊ូតើអ្នកនឹងទៅដាក់ពាក្យក្រុមហ៊ុនណាដែរបើក្រុមហ៊ុនយើងទៅក្មួយស៊ូមកធ្វើការនៅក្រុមហ៊ុនយើងមករឿងនឹងទុកសិនចុះគាត់បានចូលធ្វើការនៅក្រុមហ៊ុនចុងទៅរបស់យើងរួចហើយក្នុងតំណែងជាអនុប្រធានក្រុមហ៊ុនចុងប្រហែលជាមិនចាញ់ក្រុមហ៊ុននៅទីនេះទេថ្ងៃនេះខ្ញុំនិយាយឲ្យច្បាស់ត្រង់នេះអ្នកណាដែលតាក់ទងជាមួយសិនយ៉ានកុំសង្ឃឹមថានឹងបានចូលក្រុមហ៊ុនខ្ញុំចេញទៅក្រុមហ៊ុនចុងទៅរបស់យើងក៏មិនទទួលអ្នកដែលតាក់ទងជាមួយសិនយ៉ានដែរមិនធម្មតាទេតើទៅឆាប់ទៅមិនអីទេបើអត់ការងារធ្វើខ្ញុំត្រឡប់ទៅស្រុកកំណើតវិញលោកប្រុសយើងមកដល់ហើយវ៉ាងលៃទៅតាមខ្ញុំចេញទៅក្រៅបន្តិចរថយន្តរយដល់ទៅ8គ្រឿងមើលនោះមានឧទ្ធម្ភាគចាក់ទៀតក្រុមហ៊ុនហុងឈិនលោកប្រុសឯកសារដែលលោកត្រូវការខ្ញុំយកមកដល់ហើយជំរាបសួរលោកប្រធានសិនអរគុណដែលខំមកដល់ទីនេះនេះជាបញ្ជារបស់លោកឪពុកលោកចាប់ពីថ្ងៃនេះទៅលោកនឹងត្រូវជួបមនុស្សច្រើនត្រូវតែមានមុខមាត់ផ្លូវការតាមបញ្ជារបស់លោកម្ចាស់សិនសន្តាគារអន្តរជាតិឡានយួយទាំងមូលអគារទីស្នាក់ការកណ្ដាលសេវៀតនិងភិកហ៊ុន51ចំណែកប្រាក់ចំណេញពីវិស័យភាពយន្តអចលនទ្រព្យ9កន្លែងដែលមានស្ទីលផ្សេងគ្នាបានធ្វើការផ្ទេរកម្មសិទ្ធិរួចរាល់ហើយក្រៅពីនេះការកែសម្រួលលក្ខន្តិកៈក្រុមហ៊ុន57ទៀតក៏បានរួចរាល់ដែរចាប់ពីថ្ងៃនេះទៅលោកប្រធានសិនគឺជាអ្នកចុះហត្ថលេខាតែមួយគត់ក្រៅពីនេះការកែសម្រួលលក្ខន្តិកៈក្រុមហ៊ុន57ទៀតក៏បានរួចរាល់ដែរចាប់ពីថ្ងៃនេះទៅលោកប្រធានសិនគឺជាអ្នកចុះហត្ថលេខាតែមួយគត់អគារទីស្នាក់ការកណ្ដាលសេវេខ្ញុំទើបតែអួតថាផ្ទះខ្ញុំវិនិយោគ5លានយ៉នធ្វើរឿងធំដុំបែបនេះហាក់ដូចជាអួតអាងពេកហើយលោកប្រុសការអួតអាងថ្ងៃនេះមិនមែនសម្រាប់លោកមើលទេគឺសម្រាប់ឲ្យពួកមនុស្សមិនស្គាល់ខុសត្រូវមើលទេក្រុមហ៊ុនទាំងនោះលោកចង់ធ្វើការនៅកន្លែងណាជ្រើសរើសបានតាមចិត្តលោកស៊ូអ្នកអាចនៅក្បែរខ្ញុំពេលដែលខ្ញុំគ្មានអ្វីទាំងអស់មកផឹកជាមួយខ្ញុំមកខ្ញុំនឹងចងចាំគុណនេះពេញមួយជីវិតខ្ញុំកំពុងយកសັບមែនទេអូយឈឺណាស់ទៅជាមួយខ្ញុំទៅណាទៅកន្លែងដែលអ្នកគួរទៅចុះស៊ូនានវ័យនៅទីនោះនៅឡើយទេអ្នកមិននិយាយអ្វីជាមួយគាត់មានពាក្យខ្លះមិនមែនជាពេលវេលាដែលត្រូវនិយាយនៅថ្ងៃនេះទេសិនយ៉ានថែរក្សាសុខភាពផងទៅចុះដ្រូនរៀបចំរួចរាល់ហើយអ្នកនាងខ្ញុំជូនអ្នកត្រឡប់ទៅវិញទៅតាមដានឌីងជីននិងស៊ូនានវ័យឲ្យហើយជួយស៊ើបពីប្រវត្តិរបស់សិនយ៉ានផងជាពិសេសបណ្ដាញទំនាក់ទំនងរបស់ឪពុកគាត់លោកសិនបដូររបៀបហើយឬថ្ងៃនេះបានឃើញវីដេអូធំភាគចាស់ហើយដល់ពេលត្រូវបដូរហើយស្អែកយប់នេះនៅបារផ្លូវចាស់ខ្ញុំនឹងអញ្ជើញអ្នកទៅមើលរឿងមួយរឿងអ្វីទៅគូឈឿនយីបានកក់កន្លែងល្អបំផុតក្នុងបារសម្រាប់យប់ស្អែកគាត់នៅតំបន់ជាអ្នកនៅទីនោះចាស់នឹងមកជួបគាត់ដើម្បីចរចាជំនួយមួយអ្វីទៅខ្ញុំមានមនុស្សចាំឃ្លាំមើលក្នុងរោងចក្រនោះបារផ្លូវចាស់នោះជាកម្មសិទ្ធិរបស់គ្រួសារខ្ញុំពីមុនអ្នកមិនដែលប្រាប់ខ្ញុំសោះពីមុនអ្នកមិនទាន់បានអង្គុយលើកៅអីនោះនៅឡើយបើខ្ញុំប្រាប់អ្នកក៏មិនអាចទប់ទល់នឹងត្រកូលគូបានដែរតែក្រោយថ្ងៃនេះទៅអ្វីនឹងខុសប្លែកពីមុនហើយអញ្ចឹងជួបគ្នាយប់ស្អែកប៉ាអ្វីដែលត្រកូលស៊ូបានបាត់បង់កាលពី3ឆ្នាំមុនចាប់ពីយប់ស្អែកទៅខ្ញុំនឹងយកវាត្រឡប់មកវិញបន្តិចម្ដងលោកគូរឿងនោះស៊ើបដឹងច្បាស់ហើយរថយន្តទំនើបទាំងនោះគឺជារបស់ពិតទាំងអស់អ្វីអគារទីស្នាក់ការកណ្ដាលសេវៀតគឺចុះឈ្មោះក្រោមឈ្មោះរបស់សិនយ៉ានសន្តាគារនៅយូណានគឺជាទ្រព្យសម្បត្តិរបស់ត្រកូលសិនយ៉ានគឺជាអ្នកស្នងរត់របស់ត្រកូលសិនដ៏ល្បីល្បាញតើត្រកូលសិនមានមុខជំនួយនៅជាងណានដែរឬទេអត់ទេត្រកូលសិនគឺមានមូលដ្ឋានគ្រឹះនៅទីនោះស្រាប់អញ្ចឹងបន្តផែនការយប់នេះទៅការសហការនៅជាងណានមិនអាចមានបញ្ហាប្រាប់ពួកគេឲ្យបដូរម៉ោងមកលឿនជាងមុនគឺម៉ោង8យប់លេខតែអ្នកហៅបានបិទហើយអញគិតថាអញអាចរត់រួចឬក្នុងពេលដែលអញបានចុះកិច្ចសន្យាធ្វើជាអនុប្រធានជាមួយខ្ញុំហើយនោះចង់ជើងជាប់ជាមួយត្រកូលគូហើយលោកនាយកសិនអ្នកនាងស៊ូមកដល់ហើយសូមអញ្ជើញសិនយ៉ានជួយណែនាំបន្តិចមកនេះគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃត្រកូលស៊ូនៅក្រុងឡុង
គាត់នឹងធ្វើជាសាក់សីឲ្យខ្ញុំយប់នេះត្រកូលស៊ូនឹងចាប់ដៃគូសហការបច្ចេកទេសជាមួយត្រកូលសិនជាផ្លូវការបណ្ដាញសន្តាគារនិងអចលនទ្រព្យរបស់ខ្ញុំត្រកូលសិនអាចប្រើប្រាស់បានភ្លាមលក្ខខណ្ឌគឺត្រកូលសិនត្រូវជួយដណ្ដើមយកសន្តាគារនៅតំបន់ជាងណានដែលត្រកូលគូដណ្ដើមយកទៅវិញជាងណានមិនមែនជារបស់ត្រកូលឡុងទេបើខ្ញុំចូលទៅក្នុងជាងណានមានន័យថាត្រកូលសិនប្រកាសសង្គ្រាមជាមួយត្រកូលគូហើយថែមទាំងនៅលើទឹកដីរបស់គេទៀតការងារមួយនេះអ្នកគិតច្បាស់ហើយមែនទេខ្ញុំគិតច្បាស់ណាស់ល្អបើអញ្ចឹងយើងសហការគ្នាដោយរីករាយអ្នកនាងស៊ូហេតុអ្វីបានជាមកអង្គុយជាមួយមនុស្សត្រកូលសិនទៅវិញលោកនាយកសិនចៃដនមែនអ្នកនាងស៊ូអ្នកក៏នៅទីនេះដែរខ្ញុំកំពុងពិភាក្សាការងារជាមួយលោកនាយកសិនលោកជាងមានការអ្វីមែនទេការងារអ្វីទៅដែលធ្វើឲ្យអ្នកនាងស៊ូត្រូវមកដោយផ្ទាល់បែបនេះអ្នកសាកទីមើលអតីតមិត្តប្រុសរបស់អ្នកកំពុងនៅជាមួយអ្នកណាអ្នកនាងស៊ូគូឈិនអ៊ីនៅខាងក្រៅមិញនេះគេនិយាយថាគេនឹងទទួលយកគម្រោងនៅចឹងណានរឿងនេះអ្នកកុំពាក់ព័ន្ធឲ្យសោះមានន័យថាម៉េចចាំបន្តិចទៀតអ្នកនឹងដឹងហើយស៊ូឈីងហៅអ្នកចង់ធ្វើអីចាំមិត្តចាស់របស់អ្នកនៅជាងណានមកដល់សឹមមើលទៅលោកគូលោកវាងមិនបានជួបគ្នាយូរហើយណាអ្នកនាងស៊ូលោកវាងមកធ្វើការនៅក្រុងឡុងមែនទេគ្រាន់តែឆ្លងកាត់ហើយមកចុះកិច្ចសន្យាជាមួយគូឈិនអ៊ីនឹងឬអ្នកទាំងពីរធ្លាប់នៅជាងណានក៏ធ្លាប់សហការជាមួយត្រកូលស៊ូយើងដែរចុះហេតុអ្វីលើកនេះមិនហៅពួកយើងចូលរួមផងអូផ្លេត្រកូលសិនចាប់ពីថ្ងៃនេះទៅនឹងចូលទៅក្នុងទីផ្សារសន្តាគារនៅជាងណានជាផ្លូវការអាជីវកម្មចាស់ដែលនៅសល់ត្រកូលសិននឹងចំណាយលុយសាងសង់ឡើងវិញបណ្ដាញរបស់ខ្ញុំត្រកូលសិននឹងទទួលយកទាំងអស់នេះគឺជាអ្នកស្នងត្រកូលសិនសិនយ៉ានលោកវាងតើលោកចង់ពិចារណាឡើងវិញទេថាយប់នេះគូចុះហត្ថលេខាជាមួយអ្នកណាជឿឃើញគាត់អ្នកគិតថាធ្វើបែបនេះអ្នកឈ្នះមែនទេត្រកូលគេនៅតំបន់ជេងមែនលោកកាឪពុកខ្ញុំធ្លាប់ប្រាប់ខ្ញុំថាលុយក្នុងកណ្ឌីត្រូវតែចាយលើអ្វីដែលគូចាយថ្ងៃនេះពិតជាស័ក្តិសមណាស់អ្នកគ្រប់គ្រងភេសជ្ជៈរបស់ភ្ញៀវទាំងអស់យប់នេះដាក់ក្នុងកណ្ឌីខ្ញុំចុះបាទលោក Shen ភេសជ្ជៈទាំងអស់យប់នេះលោក Shen នៅទៅវិតជាអ្នកចេញថ្លៃទាំងអស់លោក Shen មកទីនេះយប់នេះដើម្បីអបអរពីរឿងទី1ត្រកូលឈើនិងត្រកូល Shen បានសហការគ្នាជាផ្លូវការរឿងទី2សូមអបអរលោកកានិងកញ្ញាស៊ូដែលបានបែកគ្នាអរគុណសម្រាប់យប់នេះអរគុណរឿងអីខ្ញុំគ្រាន់តែជួយនិយាយបន្តិចបន្តួចប៉ុណ្ណោះបន្តិចទៀតមានចាស់ទុំម្នាក់ធ្វើខូបកំណើតអ្នកប្រហែលជាត្រូវទៅចូលរួមដែរចាំជួបគ្នាពេលនោះចុះគេឆេនីយើងចាប់ត្រឹមនេះចុះស្អែកនេះជាខួបកំណើតអាយុ70ឆ្នាំរបស់លោកតាឆុងនៃសមាគមលោកម្ចាស់បានបញ្ជាឲ្យលោកទៅចូលរួមតំណាងត្រកូល Shen លោកតាឆុងគាត់ធ្លាប់រួមរស់ជាមួយលោកតាអ្នកកាលពីមុនត្រកូល Song មានឥទ្ធិពលខ្លាំងក្នុងសមាគមឡងលោកតា Song ត្រកូលគេនឹងមកចូលរួមទាំងអស់គ្នានៅថ្ងៃស្អែកពួកគេចង់ដាក់ពាក្យសុំចូលសមាគមក្នុងពិធីជប់លៀងនោះ60ឆ្នាំមុនលោកតាគាត់បានយកប្រាក់ចំណេញដំបូងជាមួយលោកតាអ្នកទៅធ្វើកាក់ស្ពាន់មួយគូមួយកាក់ត្រកូល Shen រក្សាទុកមួយកាក់ត្រកូល Song រក្សាទុកក្រោយមកកាក់របស់លោកតា Song បានបាត់រកអស់60ឆ្នាំពេលបាត់នោះត្រកូល Song ជួបការលំបាកខ្លាំងបាត់ទៅហើយលោកតាបានទិញវាត្រឡប់មកវិញក្នុងនាមត្រកូល Shen រក្សាទុកវារហូតមករងចាំឱកាសសំស្របដើម្បីប្រគល់ជូនវិញថ្ងៃស្អែកនេះហើយជាឱកាសសំស្របមិនអាក្រក់ទេមិនធ្វើឲ្យខ្ញុំខ្មាស់គេទេដូចគ្នានេះរូបកូនប្រុសត្រកូល Shen ធំដល់ថ្នាក់នេះហើយលោកតា Song ខ្ញុំ Shen យ៉ាងសូមជូនពរលោកតាមានសុខភាពល្អលោកតា Song ខ្ញុំក៏ចេះហៅមានកាដូតិចតួចមកជូនរូបឆ្លាក់ឈើ Hishen រចនាផមៃថេងលោកលត់ថ្ងៃនេះត្រៀមអ្វីមកជូនពរដែរមិនមែនមកដៃទេមែនទេនេះជាកាដូដែលឪពុកខ្ញុំឲ្យខ្ញុំយកមកជូនលោកតាកាក់ស្ពាន់មួយគូត្រកូលសិនមានតែប៉ុណ្្នឹងទេកាក់នេះខ្ញុំតាមរកអស់60ឆ្នាំមកហើយក្មួយប្រុសរបស់ខ្លះទោះមានលុយច្រើនក៏មិនប្រកាសថាទិញបានដែរថ្ងៃនេះក្នុងនាមយើងជួបជុំគ្នានៅសមាគមពាណិជ្ជកម្មឡុងខ្ញុំសូមណែនាំសមាជិកថ្មីសម្រាប់ឆ្នាំនេះខ្ញុំសម្រេចចិត្តណែនាំលោកម្ចាស់សិនយ៉ាងចុងសិនទើបតែចាប់ផ្ដើមតើមានសមត្ថភាពអ្វីមកគេមានសិទ្ធិអ្វីមកចូលគឺដោយសារគាត់គោរពច្បាប់ទម្លាប់លោកម្ចាស់សិនបាននិយាយពីច្បាប់ទម្លាប់ចុះរឿងត្រកូលសិនផ្ដាច់មុខកូតាសមាគមវិញការគៀបសង្កត់អាជីវកម្មក្នុងស្រុកនិងត្រកូលថ្មីឯកសារប្តឹងផ្តល់ទាំងនេះត្រូវដោះស្រាយយ៉ាងណាលោកគូនិយាយត្រូវហើយពិតជាគួរតែធ្វើតាមច្បាប់ទម្លាប់មែនមុនពេលសមាគមខេត្តស៊ើបអង្កេតខ្ញុំសូមគ្រប់គ្នាពិនិត្យមើលឯកសារទាំងនេះសិននេះជាគម្រោងដែលក្រុមហ៊ុនគូនៅតំបន់ជាងណានលាក់បាំងហើយនេះជាឯកសារប្តឹងរឿងបង្ខំទិញសន្តាគារអ្នកដទៃចំណែករឿងក្រុមហ៊ុនគូនៅជាងណានដែលគៀបសង្កត់អាជីវកម្មក្នុងស្រុកត្រកូលស៊ូរបស់ខ្ញុំមានឯកសារពេញលេញឯងកែឯកសារខ្លាំងខ្លាមិនអាចយកជាការឯកសារនីមួយមានលេខតាក់ទងច្បាស់លាស់លោកជាងចង់ទូរស័ព្ទទៀងទាត់នៅទីនេះទេលោកម្ចាស់ទាំងអស់គ្នាត្រកូលសិន3ចំនួននៅឡុងគឺឈរលើភាពស្មោះត្រង់ខ្ញុំសិនយ៉ានឈរនៅទីនេះថ្ងៃនេះមិនមែនដើម្បីអួតអាងទេតែដើម្បីប្រាប់គ្រប់គ្នាថាទ្វារសមាគមឡុងតែងតែបើកចំហសម្រាប់អ្នកគោរពច្បាប់ទម្លាប់មិនអាចទៅរួចទេទៅវិញទៅមិនខ្មាស់គេទេលោកស្រីសិនរឿងដកហូតទ្រព្យសម្បត្តិនៅជាងណាន
ស្អែកខ្ញុំនឹងចាត់មនុស្សទៅសម្របសម្រួលតាមការសម្រេចរបស់កញ្ញាស៊ូត្រកូលសិននិងសហការពេញទំហឹងមកនេះក្មួយមានរឿងខ្លះចង់ប្រាប់ប៉ាក្មួយធ្លាប់ប្រាប់ខ្ញុំថាមនុស្សដែលគាត់មានកំហុសបំផុតក្នុងជីវិតគឺម៉ាក់ក្មួយលោកតាជុងពេលម៉ាក់ក្មួយចាក់ចេញទៅក្មួយទៅតែ6ឆ្នាំមុនពេលគាត់ស្លាប់គាត់បានផ្ដាំប៉ាក្មួយថាឲ្យចិញ្ចឹមក្មួយដូចក្មេងធម្មតាមិនអនុញ្ញាតឲ្យក្មួយមានភាពអំនួតឡើយហើយក៏មិនឲ្យក្មួយនិយាយរឿងត្រកូលយើងឲ្យអ្នកណាដឹងដែរប៉ារបស់អ្នកធ្វើបែបនេះអស់20ឆ្នាំមកហើយថ្ងៃនេះអ្នកឈរនៅទីនេះមិនធ្វើឲ្យម៉ាក់អ្នកខកបំណងឡើយកាក់នេះអ្នកយកទៅចុះលោកតាជុងនេះជារបស់លោកតាខ្ញុំមិនអាចទទួលយកបានតំណែងប្រធានសមាគមនេះមិនយូរមិនឆាប់នឹងជារបស់អ្នកតែមិនបាច់ប្រញាប់ទេត្រូវសងបំណុលទឹកចិត្តគ្រួសារត្រកូលសិន3ចំនួនសិនបំណុលទឹកចិត្តអ្វីទៅកាលពីមុនប៉ារបស់អ្នកចេញទៅរកស៊ីនៅក្រៅប្រទេសនៅពីក្រោយគាត់មានរោងចក្រតូចរាប់រយនិងសន្តាគារតូចជាអ្នកជួយទ្រទ្រង់ថ្ងៃនេះអ្នកអង្គុយលើកៅអីនេះហើយអ្នកត្រូវតែមើលថែពួកគេលោកតាជុងខ្ញុំយល់ហើយប៉ាមានរឿងធំហើយរឿងពិធីជប់លៀងត្រូវបានសារព័ត៌មានចុះផ្សាយអស់ហើយគូសហការដកទុនចេញទាំងអស់ធនាគារទើបតែទូរស័ព្ទមកទារលុយសងវិញភ្លាមប៉ាដឹងហើយចាប់ពីពេលនេះទៅកុំទៅរករឿងត្រកូលសិនទៀតអ្នកមិនអាចប៉ះពាល់ពួកគេបានសូម្បីតែប៉ាក៏មិនអាចដែរសួស្ដីខ្ញុំមករកសិនយ៉ានសុំទោសតើអ្នកមានការណាត់ជួបទេកញ្ញាស៊ូលោកពូជុងកញ្ញាស៊ូមានការអ្វីដែរឬលោកពូជុងជួយនាំខ្ញុំទៅជួបសិនយ៉ានបានទេតាមខ្ញុំមកសិនយ៉ានកាលពីមុនខ្ញុំខុសហើយគ្រូសាខ្ញុំបង្ខំខ្ញុំគ្មានជំរឿនទេតែអ្នកអាចឲ្យឱកាសខ្ញុំម្ដងទៀតបានខ្ញុំមិនបន្ទោសអ្នកតែមនុស្សខ្លះបើខកខានហើយគឺខកខានរហូតសិនយ៉ានបើអញ្ចឹងសូមថៃខ្លួនផងលោកប្រុសកញ្ញាស៊ូទៅបាត់ហើយលោកប្រុសធំឡើងច្រើនណាស់ខ្ញុំគ្រាន់តែយករឿងមួយមនុស្សដែលគួរឲ្យតម្លៃគេនឹងមិនទុកឲ្យអ្នករែកពុនម្នាក់ឯងទេចំណែកមនុស្សមិនគួរឲ្យតម្លៃទោះរែកពុនជំនួសក៏គ្មានប្រយោជន៍លោកម្ចាស់នៅក្មេងក៏ធ្លាប់និយាយពាក្យនេះដែរលោកម្ចាស់ចាក់ចេញលឿនពេកទើបលោកម្ចាស់ចង់ឲ្យលោកប្រុសធំឡើងដូចក្មេងធម្មតាគាត់ខ្លាចលោកប្រុសត្រូវរឿងទាំងនេះសង្កត់សង្កិនដូចគាត់រហូតគ្មានពេលស្គាល់ខ្លួនឯងលោកពូជុងខ្ញុំចង់ទៅភ្នូម៉ាក់របស់គាត់ស្អែកទៅតែម្ដងម៉ាក់កូនមកសួរសុខទុក្ខម៉ាក់ហើយប៉ាកូនបានបំពេញការងារដែលប៉ាប្រគល់ឲ្យរួចរាល់ហើយកូនធំឡើងក្នុងនាមជាក្មេងធម្មតាម្នាក់ជារៀងរហូតមកកូនរស់នៅបែបនេះបាន26ឆ្នាំហើយប៉ាខ្លាចកូនប៉ះពាល់រឿងទាំងនេះលឿនពេកខ្លាចកូនភ្លេចថាខ្លួនឯងជានរណាពេលខែមុនកូនត្រូវបានគេបោះបង់ចោលនៅចំពោះមុខមនុស្សជាច្រើនតែកូនអាចនិយាយរឿងនេះចេញមកបានព្រោះកូនដឹងថាវាមិនមែនជារឿងអាម៉ាស់ទេម៉ាក់ចង់ឲ្យកូនខ្លាចជាមនុស្សធម្មតាម្នាក់ដើម្បីឲ្យកូនបានដឹងថាអារម្មណ៍ពេលមនុស្សធម្មតាត្រូវគេជិះជាន់វាបែបណាប៉ានិយាយត្រូវណាស់អារម្មណ៍ទាំងនេះហើយគឺជាមូលដ្ឋានគ្រឹះនៃអាជីវកម្មត្រកូលសិនរបស់ពួកយើងកូននឹងចងចាំជានិច្ចថាអ្នកដែលធ្វើការឲ្យផ្ទះគ្រប់គ្នាគឺដូចជាកូនដែរអាចនឹងត្រូវគេមើលងាយលើតុអាហារអាចនឹងត្រូវគេទះកំភ្លៀងនៅតាមផ្លូវកូនមិនអាចឲ្យមនុស្សត្រកូលសិនជួបរឿងបែបនេះម្ដងទៀតទេភ័យរឿងអីនិយាយលេងមែននេះជាត្រកូលសិនណាអ្នកហ៊ានចេញមុខការពារខ្ញុំនៅចំពោះមុខកេឆេនីក្នុងកម្មវិធីជ្រើសរើសបុគ្គលិកភាពក្លាហាននេះសូមនឹងធ្វើជាអ្នកគ្រប់គ្រងទូទៅហើយសឿនយ៉ានអរគុណសិនយ៉ានឧស្សាហកម្មចាស់នៅយ៉ែងណែនត្រូវបានប្រមូលមកវិញអស់ហើយកិច្ចសន្យាចុងក្រោយត្រូវបានចុះហត្ថលេខារួចរាល់ថ្ងៃនេះត្រកូលខេទទួលបានមកវិញប៉ុន្មានច្រើនជាងពេលដែលបាត់បង់កាលពីមុនដល់ទៅ 30% ត្រកូលគេបានដកខ្លួនចេញពីយ៉ែងណែនហើយលោកប៉ារបស់ខ្ញុំយប់មិញគាត់បានផឹកស្រាដែលសប្បាយចិត្តបំផុតក្នុងជីវិតគាត់ដូច្នេះការសហការរវាងត្រកូលយើងទាំងពីរចប់ត្រឹមថ្ងៃនេះចាប់ពីថ្ងៃនេះទៅខ្ញុំឈឺខេងហ៊ុននិងអ្នកសិនយ៉ានលែងមានទំនាក់ទំនងសហការរវាងត្រកូលទៀតហើយចុះបន្ទាប់ពីនេះក្នុងនាមជាខ្លួនខ្ញុំផ្ទាល់ខ្ញុំសុំសួរមួយម៉ាត់តើអ្នកនៅតែព្រមទៅញ៉ាំអាហារជាមួយខ្ញុំទេចាប់ពីថ្ងៃនេះទៅខ្ញុំនិងអ្នកមានការសហការថ្មីមួយការសហការអ្វីថ្ងៃក្រោយបើខ្ញុំគ្មានពេលទៅញ៉ាំអាហារជាមួយអ្នកត្រូវតែមកទីនេះដោយខ្លួនឯងភ័យមែនទេមានអីត្រូវភ័យសួស្ដីអ្នកទាំងអស់គ្នាខ្ញុំគឺសិនយ៉ានប្រហែលជាមានអ្នកខ្លះនៅចាំបាន3ខែមុនខ្ញុំគ្រាន់តែជាក្មេងប្រុសក្រីក្រតែគេបោះបង់ចោលនៅភោជនីយដ្ឋានប៉ុន្តែថ្ងៃនេះពេលឈរនៅទីនេះអ្វីដែលខ្ញុំចង់និយាយមិនមែនជារឿងជោគជ័យគឺជារឿងដែលប៉ាខ្ញុំបានបង្រៀនទ្រព្យសម្បត្តិនិងឋានៈមិនមែនសម្រាប់អួតអាងទេគឺសម្រាប់ធ្វើឲ្យពិភពលោកនេះកាន់តែប្រសើរឡើងបន្តិចអរគុណអ្នកទាំងអស់គ្នាដែលមិនបានបោះបង់ខ្ញុំចាប់ពីថ្ងៃនេះទៅជំពូកថ្មីនៃសមាគមពាណិជ្ជកម្មឡុងយើងនឹងសរសេរវាជាមួយគ្នា